នេះគឺជាសកម្មភាពដែលខ្ញុំទៅបេះសបុតជាកម្មជូនម្ចាស់ផ្ទះនៅខាងមងរស័យបាត់ដំបងណាបងប្អូនបាទហើយសភាពសត្វក្នុងផ្ទះគឺល្អមែនទែនផ្ទះនេះអាយុទើបតែ11ខែជាងបាទថាមួយឆ្នាំទៅចុះបាទបើនិយាយតាមត្រូវទៅ11ខែបាទហើយយើងប្រមូលផលជូនម្ចាស់ផ្ទះហើយក៏បរៀនមកគាត់មកចប់ក្នុងការថែទាំផ្ទះខ្លួនឯងហើយសបុកនោះគឺវាលើសពីការធានារបស់ខ្ញុំផងដែរផ្ទះនេះបងប្អូនអាចទៅមើលវីដេអូបានតាមពិតវាមានបញ្ហាសត្វរំខានតិចតួចដែរប៉ុន្តែយើងដោះស្រាយបានតាន់ពេលវេលាក៏សត្វនៅតែល្អហើយសបុកក៏នៅល្អដែរសបុកភាគច្រើនក៏រៀងស្អាតល្អច្រើនបាទទូខែយើងក្តៅក៏ដោយបងប្អូនដូចឃើញវីដេអូអញ្ចឹងសបុកទៅជាកម្មនៅខាងផ្ទះរបស់យើងដែលធ្វើគឺអត់មានប្រើថ្នាំអត់មានអីទេដោយសារផ្ទះយើងធ្វើកម្ពស់រៀងស្តង់ដារហើយចរន្តខ្យល់អីយើងរៀបចំបានត្រឹមត្រូវដូច្នេះសបុកមើលទៅគឺស្អាតបាទហើយនេះគឺជាសកម្មភាពដែលខ្ញុំបង្រៀនគាត់បដាពាក់ព័ន្ធនឹងការបេះសបុករបៀបបេះសបុកធ្វើម៉េចឲ្យបានត្រឹមត្រូវហើយធ្វើការថែទាំបែបម៉េចបេះបដាបញ្យល់គាត់បដាในការថែទាំផ្ទះទៅជាកម្មម្ចាស់ផ្ទះគាត់ពិតជាសប្បាយចិត្តមែនទែនដែលយើងបានធ្វើផ្ទះទៅជាកម្មឲ្យគាត់នឹងទទួលបានជោគជ័យហើយលទ្ធផលគាត់អាចទទួលយកបានគាត់ថាគាត់សប្បាយចិត្តព្រោះគាត់ភ័យខ្លាចថាពេលដែលយើងធ្វើទៅខ្លាចបរាជ័យអត់មានសัตว์អត់មានសបុកអីចឹងទៅប៉ុន្តែរយៈពេលថា1ឆ្នាំកន្លងផុតនេះគឺលទ្ធផលបានចេញហើយបងប្អូនគឺយើងបេះបានសបុកយើងច្រើនគួរសមដែរបងប្អូននេះជាលទ្ធផលដំបូងដែលខ្ញុំបេះជូនគាត់ហើយគាត់សប្បាយចិត្តមែនទែនហើយក៏បងប្អូនឃើញសបុកនៅក្នុងផ្ទះរបស់យើងគឺភាគច្រើនបងប្អូនមិនទាំងអស់ទេភាគច្រើនគឺសស្អាតបែបហ្នឹងហើយដូច្នេះបងប្អូនត្រូវការសាងសង់ផ្ទះជាកម្មបងប្អូនអាចតាក់ទងពួកយើងបានអរគុណច្រើន